យុវជនកម្ពុជាភ្លេចស្ទាយនេះកាលពីសម័យនៅចងសក់ចងក្រមាបែបនេះបាទយើងអត់មានមួកអត់មានអីជាវាថាបាំងថ្ងៃនេះគឺគេប្រើទឹកក្រមាចាស់បុរាណយើងហ្នឹងណាគាត់ប្រើទឹកក្រមាហើយគាត់ធ្វើការគាត់ហាត់ក្បាច់គុណគាត់ធ្វើការងារផ្ទះធ្វើស្រែចម្ការគាត់មានក្រមាមួយនេះហើយសប្តាហ៍ថ្ងៃនេះយុវជនយើងមានមួកកតាប់មួកការ៉េមួកសពបែបយ៉ាងពីបរទេសពីអឺរ៉ុបតែយើងមើលឃើញថាយុវជនរាល់ថ្ងៃនេះមិនឃើញទង់ជាតិនេះជាសំខាន់ទីទេព្រោះអីតាមរយៈព្រឹត្តិការណ៍ចូលឆ្នាំ3ថ្ងៃនេះគឺឃើញថាយុវជនយើងបំភ្លេចអត្តសញ្ញាណយើងមួយចំនួនបំភ្លេចអត្តសញ្ញាណដោយសារអីខ្ញុំធ្វើការរាល់ថ្ងៃជាអ្នកអប់រំខ្ញុំឃើញយុវជនយើងនឹកឃើញស្រឡាញ់កម្មវិធីសบายប៉ុន្តែបានបំភ្លេចអត្តសញ្ញាណនៅផ្ទាល់នឹងមុខខ្ញុំដែរដោយសារតែចូលចិត្តភាពកន្ត្រាក់កន្ទ្រើកភាពសប្បាយទៅតាមវ័យរបស់យុវជនហើយទន្ទឹមនឹងនោះដែរណាយើងឃើញកំហុសខុសឆ្គងជាច្រើនដែលបានកើតឡើងក្នុងរយៈពេលដ៏ខ្លីគឺមានធ្ងន់ធ្ងរក៏មានស្រាលក៏មានទីមួយយើងនិយាយចេញអំពីបាតម្សៅឃើញមានចាប់ថើបនារីហើយថតបង្ហោះថែមទៀតបាទចេញពីការលេងទឹកលេងទឹកបាតសៅហ្នឹងជាមួយគ្នាហ្នឹងមានវាយកប៉េះគូតនារីនៅលើម៉ូតូឬក៏បែបផ្សេងទៅបាទហើយដូចជាគ្មានឃើញថាមានភាពរីកចម្រើនភាពអស្ចារ្យអីសប្បាយយ៉ាងណាទេសប្បាយនៅពេលលេងសប្បាយនៅពេលធ្វើប៉ុន្តែនៅកើតទុកនៅពេលដែលសមត្ថកិច្ចអនុវត្តច្បាប់អញ្ចឹងយុវជនថ្ងៃហ្នឹងគឺភ្លេចអត្តសញ្ញាណជាតិខ្លួនឯងបាតម្សៅជះទឹកនេះយើងឃើញថានៅក្នុងការស្រង់ព្រះនៅថ្ងៃ